ចាជំរាបសួរសួស្តីឆ្នាំថ្មីក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនេះខ្ញុំនិងគ្រួសារមានឱកាសទៅលេងស្រុកកំណើតពួកយើងបានជួបជុំលោកអ្នកមានគុណទាំងពីរបានសិក្សាស្វែងយល់អំពីសុខទុក្ខរបស់លោកនិងជួបពិភាក្សាជាមួយនឹងមិត្តភ័ក្តិក្រុមគ្រួសារក៏ដូចជាសាច់ញាតិនៅជុំវិញភូមិរបងតែមួយផងដែរពេលវេលានេះគឺជាពេលវេលាដែលមានក្តីសុខនិងមានអត្ថន័យធំធេងមែនទែនដែលខ្ញុំនិងគ្រួសារបានផ្សារភ្ជាប់ខ្លួនជាមួយនឹងសាច់ញាតិហើយយើងស្វែងយល់អំពីធម្មជាតិនៅជុំវិញខ្លួនមានឱកាសក្នុងការកសាងកុសលផលបុណ្យហើយរក្សានៅប្រពៃណីទំនៀមទម្លាប់វប្បធម៌របស់ខ្មែរយើងផងដែរពិសេសផងដែរខ្ញុំមានឱកាសក្នុងការឆ្លុះបញ្ចាំងឬក៏អាចនិយាយបានថាពិចារណាពីជីវិតរយៈពេល1ឆ្នាំកន្លងផុតទៅតើអ្វីដែលខ្ញុំអាចរៀនសូត្របានអ្វីដែលខ្ញុំគួរតែកែលម្អបន្តទៀតខ្ញុំពិតជារីករាយសម្រាប់ខ្ញុំចាត់ទុកថាហើយនឹងឲ្យតម្លៃនៅជីវិតសាមញ្ញហើយការដែលបានជួបជុំការដែលបានផ្សារភ្ជាប់ខ្លួនទៅនឹងធម្មជាតិបែបនេះប្រៀបបីដូចជាការស្រូបយកនៅថាមពលវិជ្ជមានដែលអាចអនុញ្ញាតឲ្យខ្ញុំមានកម្លាំងធ្វើការពេញមួយឆ្នាំបានបន្តទៅទៀតសម្រាប់វីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេអរគុណជួបគ្នាក្នុងវីដេអូក្រោយ